ធនាគារអភិវឌ្ឍន៍អាស៊ី ADB បដិញ្ញាបន្តគាំទ្រដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាប្រឈមនិងបង្កើតសមិទ្ធផលនានាសម្រាប់ប្រជាពលរដ្ឋកម្ពុជាធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបដិញ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងផ្ដល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជាបើយោងតាមការផ្សព្វផ្សាយនៅលើ Facebook Page ផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជានៅថ្ងៃទី11ខែឧសភាឆ្នាំ2026នេះបានឲ្យដឹងថាបន្ទាប់ពីជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅទីក្រុងសេប៊ូប្រទេសហ្វីលីពីនលោកម៉ាសាតូកាន់ដាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសរសេរនៅលើទំព័រ LinkedIn ថាកម្ពុជាបន្តវឌ្ឍនភាពនៃការអភិវឌ្ឍដ៏រឹងមាំលោកបានជួបពិភាក្សាការងារប្រកបដោយផលិតភាពខ្ពស់ជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីអបអរសាទរសម្ដេចចំពោះសមិទ្ធផលទាំងនេះនិងអរគុណសម្ដេចចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ី ADB លោកបានបន្តថាខណៈដែលយើងឆ្លងកាត់វិបត្តិសកលរួម ADB ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការគាំទ្ររបស់យើង ADB បដិញ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្នជំរុញអធិភាពជាតិនិងផ្ដល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា